តើអ្នកទាំងអស់គ្នាជួយគិតខ្ញុំបន្តិចមើលសត្វសារកាកែវទាំងពីរក្បាលនេះជាសត្វល្ងង់ឬក៏ជាសត្វមួយដែលឆ្លាតដោយសារវាចិញ្ចឹមបីបាច់កូនគេពីតូចរហូតដល់ធំដោយវាមិនដឹងថាជាកូនរបស់គេទៀតអញ្ចឹងសត្វសារកាកែវទាំងពីរក្បាលនេះវាបានចិញ្ចឹមកូនតៅវ៉ៅអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងថាហេតុអីទើបតៅវ៉ៅពងដាក់សម្បុករបស់វាហើយវាអត់ដឹងចឹងសត្វតាវ៉ៅនេះជាសត្វមួយដែលឆ្លាតវាខ្ជិលចិញ្ចឹមកូនវាណាស់ចឹងហើយវាក៏បានទៅពងដាក់សម្បុកសារកាកែវដូចអ្នកទាំងអស់គ្នាមើលពីចម្ងាយចឹងឃើញសត្វនឹងខ្មៅអ្នកទាំងអស់គ្នាគិតថាសត្វក្អែកអីមើលទៅប៉ុន្តែសត្វនេះមិនមែនជាសត្វក្អែកទេដំបូងខ្ញុំក៏គិតថាសត្វនេះជាសត្វក្អែកដែរតែខ្ញុំស្រាវជ្រាវមើលទៅសត្វនេះមិនមែនជាសត្វក្អែកទេគឺជាសត្វតាវ៉ៅហើយសត្វតៅវ៉ៅនេះដែរជាសត្វមួយដែលតែងតែផ្ញើពងនៅសម្បុករបស់គេជាពិសេសវាពងដាក់សម្បុកសារកាកែវឬក៏សត្វក្អែកវាតែងតែពងដាក់សម្បុកពីរហ្នឹងឲ្យសត្វទាំងពីរហ្នឹងវាជួយចិញ្ចឹមកូនរបស់វាអ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយមែនទេហេតុអីទៅវាពងដាក់សម្បុកសត្វសារកាកែវឬក៏សត្វក្អែកហ្នឹងដោយសត្វទាំងពីរក្បាលហ្នឹងវាអត់ដឹងខ្លួនពេលដែលសត្វតៅវ៉ៅរៀបចំពងវាតែងតែហោះហើរទៅរកសម្បុកសារកាកែវឬក៏សត្វក្អែកដើម្បីពងដាក់ដែលងាយស្រួលដោយគេមិនដឹងខ្លួនវាត្រូវធ្វើវិធីយ៉ាងដូចជាវាត្រូវបង្កចំនួនជាមួយសត្វសារកាកែវដើម្បីឲ្យមេសត្វសារកាកែវចេញពីសម្បុកពេលដែលមេសត្វសារកាកែវចេញពីសម្បុកហើយមេតាវ៉ៅនឹងហោះទៅចូលម្ដងពេលដែលវាហោះចូលវាមិនអាចពងភ្លាមបានទេអញ្ចឹងហើយខាងឈ្មោលខាងមេតៅវ៉ៅហ្នឹងបង្កចំនួនប្រហែលរយៈពេល15នាទីដើម្បីឲ្យមេតៅវ៉ៅពងដាក់សម្បុកសារកាកែវរួចពេលដែលវាពងរួចហើយការប្រយុទ្ធគ្នាក៏ត្រូវបានបញ្ចប់រវាងសត្វសារកាកែវជាមួយនឹងតៅវ៉ៅហើយដោយសារការមើលមិនឃើញពីចម្ងាយខ្ញុំក៏បានបោះដ្រូនទៅឲ្យគៀកដើម្បីមើលទៀតប៉ុន្តែសត្វទាំងពីរក្បាលនេះវាចេះណាស់វាអត់បង្ហាញខ្លួនឲ្យយើងមើលទេវាកាន់តែពួនស្រងំនៅក្នុងសម្បុកវាកាន់តែជ្រៅចឹងហើយទោះខ្ញុំបោះដ្រូនយ៉ាងណាក៏ដោយក៏មើលវាមិនឃើញដែរហើយសម្រាប់វីដេអូនេះដែរបើសិនជាខ្ញុំនិយាយខុសឆ្គងត្រង់ណាជួយ comment ប្រាប់ផងព្រោះខ្ញុំមិនមែនជាអ្នកឯកទេសសម្រាប់សត្វស្លាបនេះទេខ្ញុំគ្រាន់តែ search មើលពី Google បន្ថែមដើម្បីឲ្យអ្នកទាំងអស់គ្នាបានយល់កាន់តែច្បាស់ដូចជាខ្ញុំដែរពីដំបូងខ្ញុំគិតថាសត្វនេះជាសត្វដែលខ្មៅខ្ញុំគិតថាសត្វក្អែកហើយប៉ុន្តែវាមិនមែនជាសត្វក្អែកទេវាជាសត្វតៅវ៉ៅទេចឹងបងប្អូនយល់យ៉ាងណាដែរសម្រាប់វីដេអូនេះជួយ comment ប្រាប់ផងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ